ចំណាយពេលតែ7នាទីស្ងោរសណ្តែកខៀវជប៉ុនញ៉ាំដោយសម្បូរជាតិប្រូតេអ៊ីនព្រឹកនេះទៅផ្សារឃើញសណ្តែកខៀវជប៉ុនល្អក៏ទិញ2ខាំមកស្ងោរព្រោះដោយសារសណ្តែកខៀវជប៉ុននេះសម្បូរទៅដោយប្រូតេអ៊ីនហើយមានរសជាតិឆ្ងាញ់វិធីចម្អិនសណ្តែកនេះគឺងាយស្រួលខ្លាំងណាគឺគ្រាន់តែយកសណ្តែកមកលាងជម្រះជាមួយនឹងទឹកស្អាតពី2ទៅ3ទឹកឲ្យឃើញសទឹកស្អាតណាបងប្អូនសណ្តែកបានសម្អាតរួចទឹកក៏បានដាំពុះដែរបន្ទាប់ពីទឹកពុះខ្ញុំក៏បានបង់សណ្តែកចូលបន្ថែមជាមួយអំបិលមួយចិបសណ្តែកខៀវជប៉ុននេះខ្ញុំស្ងោររយៈពេល7នាទីគឺល្មមឆ្ងាញ់បន្ទាប់ពីបានរយៈពេល7នាទីហើយខ្ញុំយកសណ្តែកមកចាក់ទឹកចេញហើយយើងអាចញ៉ាំបានហើយបងប្អូនអាចញ៉ាំលេងបានហើយញ៉ាំច្រើនយ៉ាងណាក៏មិនឡើងគីឡូដែរវិធីស្ងោរសណ្តែកជប៉ុនរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបើបងប្អូនមានវិធីអីល្អជាងនេះចាំជួយចែករំលែកឲ្យខ្ញុំផងជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ